ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជួនកាមីឡាមានប្រធានបទមួយចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺឈ្មោះថាជំងឺទឹកនោមផ្អែមតើអ្វីទៅគឺជាជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមគឺជាការកើនឡើងនៃកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមដែលពាក្យបច្ចេកទេសហៅថា diabetes mellitus គឺជាភាពមិនប្រក្រតីនៃដំណើរការនៃ metabolic នៅក្នុងសារពាង្គកាយដែលឃើញមានវត្តមានកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមនៅពេលដែលយើងមិនបានមានការព្យាបាលជំងឺនេះគឺបណ្ដាលមកពីមូលហេតុធំៗចំនួន2គឺកង្វះការបញ្ចេញហូម៉ូនអាំងស៊ូលីននិងកង្វះប្រសិទ្ធភាពហូម៉ូនអាំងស៊ូលីនឬក៏ជួនកាលអាចកាត់ឡើងនៅបញ្ហាទាំងពីរខាងលើព្រមគ្នាផងដែរចំពោះជំងឺទឹកនោមផ្អែមមានប្រមាណប្រភេទសំខាន់ចំពោះជំងឺទឹកនោមផ្អែមហ្នឹងគឺមាន3ប្រភេទសំខាន់ទី1គឺជំងឺទឹកនោមផ្អែមប្រភេទ1ដែលជាទូទៅកើតឡើងទៅលើមនុស្សគ្រប់វ័យប៉ុន្តែជាញឹកញាប់គឺកើតឡើងចំពោះកុមារនិងក្មេងជំទង់ហើយជំងឺទឹកនោមផ្អែមប្រភេទ1ហ្នឹងគឺត្រូវការប្រើប្រាស់អាំងស៊ូលីនជាប្រចាំដើម្បីធ្វើការគ្រប់គ្រងនៅកម្រិតជាតិស្ករដែលមាននៅក្នុងឈាមហើយមួយទៀតហ្នឹងគឺជំងឺទឹកនោមផ្អែមប្រភេទ2គឺកើតទៅលើមនុស្សធំឬក៏អាចហៅបានថាមនុស្សពេញវ័យមួយទៀតនោះគឺជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីនៅពេលដែលមានផ្ទៃពោះគឺជាការកើនឡើងនៃកម្រិតជាតិស្ករខ្ពស់នៅក្នុងសរសៃឈាមនៅពេលដែលស្ត្រីមានផ្ទៃពោះបន្ទាប់មកហ្នឹងគឺមានការបាត់ទៅវិញក្រោយពេលស្ត្រីសម្រាប់កូនរួចយើងសង្កេតឃើញថា 90% នៃជំងឺទឹកនោមផ្អែមសប្តាហ៍ថ្ងៃនេះគឺជាជំងឺទឹកនោមផ្អែមប្រភេទ2ពីមួយថ្ងៃទៅមួយថ្ងៃកុមារនិងក្មេងជំទង់កាន់តែច្រើនឡើងមានការកើតឡើងនៅជំងឺទឹកនោមផ្អែមប្រភេទ2នេះផងដែរដោយសារតែកត្តាមួយចំនួនដូចជាកត្តារបបអាហារកត្តាធាត់លើសទម្ងន់និងកត្តាផ្សេងរួមផ្សំទៀតផងដែរហើយកត្តាអ្វីខ្លះដែលបណ្ដាលឲ្យកើតនៅជំងឺទឹកនោមផ្អែមកត្តាដែលបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមមានច្រើនដូចជាការធាត់លើសទម្ងន់អាយុកាន់តែច្រើនប្រវត្តិធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះប្រវត្តិក្រុមគ្រួសារធ្លាប់មានជំងឺទឹកនោមផ្អែមរបបអាហារគ្មានសុខុមាលភាពឬការបរិភោគដោយមិនបានត្រឹមត្រូវផងដែរតើរោគសញ្ញានៃទឹកនោមផ្អែមប្រភេទ2មានអ្វីខ្លះចំពោះរោគសញ្ញានៃជំងឺទឹកនោមផ្អែមនៃប្រភេទ2នេះគឺមានទី1ស្រែកទឹកខ្លាំងស្ងួតមាត់អស់កម្លាំងដំបៅជាក្រសាសស្ពឹកដៃស្ពឹកជើងអង្សាឆ្លងមានរោគលើស្បែកក្នុងករណីដែលបងប្អូនមានរោគសញ្ញាដូចខ្ញុំបានជម្រាបជូនខាងលើសូមបងប្អូនអញ្ជើញទៅពិគ្រោះនិងប្រឹក្សាជាមួយគ្រូពេទ្យបានទាន់ពេលវេលាដើម្បីធ្វើការព្យាបាលនៃជំងឺទឹកនោមផ្អែមសូមអរគុណ